ខ្ញុំមិនណិតម្ដាយខ្ញុំពុកខ្ញុំខ្លាំងមែនទែនគាត់អត់ដឹងទេគ្រាន់តែគាត់ឃើញរូបភាពដែលគេវាយកូនគាត់ម៉ាក់ខ្ញុំយំរហូតក្រុមគ្រួសារខ្ញុំមានការឈឺចាប់ខ្លាំងគាត់ទុកចិត្តជឿជាក់ទៅលើច្បាប់គាត់សង្ឃឹមថាច្បាប់នឹងរកយុត្តិធម៌ឲ្យគាត់រហូតមកដល់ពេលនេះគាត់នៅតែតឹងរង់ចាំនឹងទទូចសូមឲ្យចាស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវត្រូវការដំឡើងស្ទីម spa sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនងណាប់ទូនឥឡូវនេះ078ការ៉េ543ចាក៏សូមគោរពនិងជម្រាបសួរដល់បងម៉ែបងប្អូនដែលអរគុណនៅសំណួរដល់ចង់និយាយទៅចាក់ដោតខ្លាំងមែនតើដែលក្រុមគ្រួសារនេះខ្ញុំជាពិសេសបងស្រីម៉ានីតាដែលគាត់រងទទួលភាពអយុត្តិធម៌ចំនួន4ទៅ5ឆ្នាំហើយដោយសារគឺគាត់ទុកចិត្តជឿជាក់ទៅលើច្បាប់គាត់សង្ឃឹមថាច្បាប់នឹងរកយុត្តិធម៌ឲ្យគាត់រហូតមកដល់ពេលនេះគាត់នៅតែតឹងរង់ចាំនឹងទទូចសូមឲ្យចាស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីព្រមទាំងសម្ដេចចាស់សម្ដេចពុកសូមជួយចាសូមជួយក្រុមគ្រួសារនេះខ្ញុំផងដែលកំពុងតែរងនៅភាពឈឺចាប់ខ្ញុំមិនណិតម្ដាយខ្ញុំពុកខ្ញុំខ្លាំងមែនទែនគាត់អត់ដឹងទេគ្រាន់តែគាត់ឃើញរូបភាពដែលគេវាយកូនគាត់ម៉ាក់ខ្ញុំយំរហូតចាក្រុមគ្រួសារខ្ញុំមានការឈឺចាប់ខ្លាំងអញ្ចឹងនេះខ្ញុំអត់ចង់បានអីទេសង្ឃឹមថាច្បាប់នឹងជួយរកយុត្តិធម៌ដល់បងស្រីរបស់ខ្ញុំតែសង្ឃឹមថានឹងជួយដល់បងស្រីខ្ញុំឲ្យគាត់បានទទួលនៅរកយុត្តិធម៌ព្រោះយូរឆ្នាំហើយបងប្អូនដោយសារបងស្រីក៏ទ្រាំលែងបានហើយឃើញរូបបងប្អូនក្បាលខ្សែក្រវ៉ាត់ណាសម័យមើលតែគេមកក្បាលខ្សែក្រវ៉ាត់ហើយគេវាយចំមុខគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដឹងនឹងនិយាយថាម៉េចខ្ញុំក្តុកក្តួលខ្លាំងខ្ញុំខកខ្សែខ្លាំងមែនតើហើយខ្ញុំសង្ឃឹមថាចាប្រជាពលរដ្ឋយើងទាំងអស់គ្នាចាបងជាបរិះមួយចំនួនទូចបើសិនជាយើងខឹងឬក៏ស្អប់នរណាម្នាក់សុំកុំយាដៃវាយស្ត្រីព្រោះគាត់ទន់ខ្សោយណាក៏មានអ្វីត្រូវតែតតាំងយើងកើតទេអញ្ចឹងសូមឲ្យតម្លៃនិងគោរពផងព្រោះស្ត្រីគឺជាមេដាពិភពលោកហើយនៅខ្ញុំក៏សង្ឃឹមថាច្បាប់នឹងរកយុត្តិធម៌ឲ្យបងស្រីរបស់ខ្ញុំក្នុងពេលឆាប់នេះព្រោះរឿងហ្នឹងនឹងទៅដល់តុលាការកំពូលចា៎ឥឡូវនេះអត់ទៅតុលាការកំពូលទេអត់ទាន់ទេព្រោះឥឡូវហ្នឹងគេកាត់ទោសឲ្យគាត់ហ្នឹងអ្នកដែលជន់ល្មើសហ្នឹងរួចខ្លួនហើយពីមុនគាត់ត្រូវជាប់ទោស2ឆ្នាំតែឥឡូវគេកាត់ឲ្យគាត់នឹងរួចទោសអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនជាអ្នកកាត់ក្តីនឹងពិចារណាចុះចា